សេចក្តីប្រកាសព័ត៌មានដែលចុះផ្សាយពីក្រសួងការពារជាតិសំទុះក្រសួងមហាផ្ទៃបាទយើងមានសេចក្តីប្រកាសព័ត៌មានដូចតទៅនេះបាទក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជាសូមជម្រាបជូនសាធារណជាតិនិងអន្តរជាតិជ្រាបថាក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននិងផ្អែកតាមសំណើអាជ្ញាធរមានសមត្ថកិច្ចនៃសាធារណរដ្ឋប្រជាមានិតចិនសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជាបានចាប់ខ្លួនពលរដ្ឋចិនចំនួន3នាក់ក្នុងនោះរួមមានឈ្មោះចិនស៊ីឈ្មោះស៊ូជីលៀងនិងឈ្មោះសាវជីហ៊ុយបានបញ្ជូនទៅសាធារណរដ្ឋប្រជាមានិតចិនប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី6 ខែមករាឆ្នាំ2026បន្ទាប់ពីសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជានិងសមត្ថកិច្ចនៃសាធារណរដ្ឋប្រជាមានិតចិនបានសហការស៊ើបអង្កេតរួមគ្នាអស់រយៈពេលជាច្រើនខែក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជូនថាឈ្មោះជិនស៊ីត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យដកសញ្ជាតិខ្មែរដោយផ្អែកតាមច្បាប់សញ្ជាតិនៃព្រះរាជាណាចក្រកម្ពុជាកាលពីខែធ្នូឆ្នាំ2025អាស្រ័យដោយបានជម្រាបជូនសូមសាធារណជនជាតិក៏ដូចជាអន្តរជាតិជ្រាបបាទហើយអ្នកជំនួញដល់បីល្បាញរបស់ចិនយើងស្គាល់គឺអ្នកអង្គការចិនស៊ីនិងបពពួក2នាក់ទៀតត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅកាន់ប្រទេសចិនអ្នកជំនួញដល់បីល្បាញរបស់ចិនមានសញ្ជាតិកម្ពុជាបាទគឺចិនស៊ីនិងបពពួក2នាក់ទៀតត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួនហើយបាននៅវេលាម៉ោង3ព្រឹកថ្ងៃពុធបានន័យថា2ថ្ងៃមុនហើយម៉ោងហ្នឹងគឺបញ្ជូនទៅប្រទេសចិនគឺម៉ោង3ទៀបភ្លឺនៅនាងរតនាហើយប្រភពបានបញ្ជាក់ទៀតថាបន្ទាប់ពីចាប់ខ្លួនអ្នកអង្គការចិនស៊ីនិងបញ្ជូនទៅកាន់ប្រទេសចិននោះអ្នកអង្គការចិនស៊ីប្រិមិត្តជាទីមេត្រីគឺជាអ្នកជំនួញដកកំពូលល្បីល្បាញខ្លាំងមែនទែនហើយកំពុងបោះទុនវិនិយោគទៅលើគម្រោងយក្សជាច្រើននៅប្រជាជាតិកម្ពុជាមានដូចជាក្រុមហ៊ុន Prin Group ជាដើមដូច្នេះនេះគឺជាព័ត៌មានដ៏សំខាន់មិនមែនសំខាន់តែប្រទេសកម្ពុជាយើងទេពិភពលោកក៏ចាប់អារម្មណ៍ដែរគឺតាក់ទងជាមួយនឹងអ្នកអង្គការចិនស៊ីនេះដោយក្រសួងមហាផ្ទៃនៃប្រជាជាតិកម្ពុជាសហការជាមួយនឹងប្រទេសចិនគឺបានចាប់ខ្លួនអ្នកអង្គការចិនស៊ីនេះហើយក៏បានបកគលឬក៏ដឹកបញ្ជូនទៅកាន់ប្រទេសចិនរួចរាល់ហើយផងដែរនេះប្រិមត្តសូមមេត្តាជ្រាបជាព័ត៌មាននិងជាដំណឹង